មីស៊ីលការពារដែនអាកាស KS-1C ដែលកម្ពុជាមាននៅក្នុងដៃអាចកំទេច F-16 និង Gripen របស់ថៃបានដែរឬទេសូមទស្សនាមីស៊ីល KS-1C ជាប្រព័ន្ធការពារដែនអាកាសដែលត្រូវរចនាឡើងដើម្បីកំទេចគោលដៅតាមផ្លូវអាកាសគ្រប់ប្រភេទក្នុងរយៈចម្ងាយមធ្យមដូច្នេះវាពិតជាមានសមត្ថភាពក្នុងការវាយប្រហារយន្តហោះចម្បាំងរបស់ថៃបើសិនវាស្ថិតនៅក្នុងលក្ខខណ្ឌសមរភូមិជាក់ស្ដែង KS-1C អាចកំទេចយន្តហោះចម្បាំងតាមរយៈដំណើរការ3ដំណាក់កាលទី1ការចាត់គោលដៅរបស់រ៉ាដាវាប្រើរ៉ាដា H200 មានសមត្ថភាពចាប់សញ្ញាគោលដៅពីចម្ងាយរហូតដល់70គីឡូម៉ែត្រវាអាចតាមដានយន្តហោះរបស់សត្រូវដែលកំពុងហោះហើរក្នុងរយៈកម្ពស់27គីឡូម៉ែត្រទី2ការនាំផ្លូវមីស៊ីលប្រព័ន្ធនេះប្រើប្រាស់ការនាំផ្លូវដោយរ៉ាដាកណ្ដាលសកម្មរ៉ាដា H200 បញ្ចេញរលកទៅកាន់មុខសញ្ញារលកដែលរុញច្រានមកវិញត្រូវបានចាប់ដោយឧបករណ៍ទទួលសញ្ញាដែលស្ថិតនៅលើក្បាលមីស៊ីលដើម្បីចង្អុលមុខសញ្ញាដល់មីស៊ីលដើម្បីឲ្យមីស៊ីលដេញតាមរហូតទាល់តែកំទេចបានមុខសញ្ញាទី3ការកំទេចមុខសញ្ញាមីស៊ីលមានល្បឿនលឿនរហូតដល់2.5 ម៉ាច់ពេលវាចូលជិតដល់គោលដៅបាល់គ្រាប់មានទម្ងន់100គីឡូក្រាមវានឹងទុះដោយស្វ័យប្រវត្តិដោយបាញ់នៅកំទេចបំណែកលោហៈធាតុជាច្រើនដើម្បីបំផ្លាញតួយន្តហោះស្ថិតនៅក្នុងចម្ងាយពីប្រហាររបស់វាក្រោម70គីឡូម៉ែត្របើយន្តហោះចម្បាំងចូលជិតប្រព័ន្ធ KS-1C ក្នុងចម្ងាយប្រហែល30ទៅ70គីឡូម៉ែត្រវាប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ជាពិសេសបើសិនជាផៃឡុតបើកប្រព័ន្ធប្រតិបត្តិការវ៉ែទិសដៅមីស៊ីលមិនទាន់វានឹងត្រូវបានកំទេចដោយ KS-1C បើប្រព័ន្ធទប់ទល់អេឡិចត្រូនិក ECM របស់យន្តហោះចម្បាំងត្រូវបរាជ័យក្នុងការបិទបាំងសញ្ញារ៉ាដានោះលទ្ធភាពដែល KS-1C កំទេចចំគោលដៅគឺខ្ពស់រហូតទៅដល់9% នៃការកំទេច KS-1C គឺជាការគំរាមកំហែងយ៉ាងពិតប្រាកដដល់យន្តហោះចម្បាំងរបស់ថៃនិងយន្តហោះជំនាន់ទី4ផ្សេងទៀតទោះជាយ៉ាងណាក៏ដោយលទ្ធផលចុងក្រោយនៅក្នុងសមរភូមិគឺពឹងផ្អែកលើយុទ្ធសាស្ត្រនៃការហោះហើរសមត្ថភាពបើកបរនិងការប្រើប្រាស់ប្រព័ន្ធ EW របស់យន្តហោះចម្បាំងនោះដើម្បីគេចចេញពីការតាមប្រម៉ាញ់របស់ KS-1C